ម៉ាក់ឆ្ងល់អត់ថាហេតុអីបានពេលដែលយើងពោះងាយនឹងឈាមចាញ់ថ្មិញខុសប្រក្រតីហើយនឹងគួរតែធ្វើមកទៅការឈាមចាញ់ថ្មិញអំឡុងពេលពោះហ្នឹងគឺជារឿងធម្មតាអញ្ចឹងម៉ាក់មិនបាច់មានការបារម្ភទេម៉ាក់ដែលកំពុងតែពោះប្រហែលជា 50% ហើយដែលមានអាការៈហើមហើយនឹងឈាមចាញ់ថ្មិញនៅពេលដុសថ្មិញឬមួយក៏តាក់ថ្មិញហេតុអីបានម៉ាក់កំពុងតែពោះហ្នឹងងាយឈាមចាញ់ថ្មិញហើយគួរដោះស្រាយមកទៅជាទូទៅម៉ាក់មួយចំនួនមានអាការៈហើមហើយនឹងឈាមចាញ់ថ្មិញនៅត្រីមាសទី2ឬក៏ទី3ដោយសារមានការប្រែប្រួលអរម៉ូនដែលធ្វើឲ្យអញ្ចាញថ្មិញម៉ាក់ងាយនឹងឆ្លងបាក់តេរីហើយក៏បង្កទៅជាការរលាកអញ្ចាញថ្មិញលើសពីនឹងទៅទៀតកម្រិតអរម៉ូនប្រូសេស្តេរ៉ូនហើយនិងអេស្ត្រូហ្សែនមានការកើនឡើងខ្ពស់ដែលបង្កើនលំហូរឈាមទៅកាន់ភ្នាសរំអិលហើយធ្វើឲ្យអញ្ចាញថ្មិញហើមនិងងាយឈាមអញ្ចឹងម៉ាក់អាចកាត់បន្ថយអាការៈហើមហើយនិងឈាមអញ្ចាញថ្មិញដោយទី1មានដូចជាស្អំទឹកកកឬមួយក៏ទឹកក្តៅអ៊ុនម៉ាក់អាចស្អំទឹកកកឬទឹកក្តៅអ៊ុនលើថ្ពាល់ខាងអញ្ចាញថ្មិញហើមឬឈាមដើម្បីកាត់បន្ថយអាការៈហើមហើយនិងឈឺអញ្ចាញថ្មិញទី2ខ្ពុលទឹកអំបិលម៉ាក់អាចខ្ពុលទឹកអំបិលដើម្បីកាត់បន្ថយការហើមអញ្ចាញថ្មិញរារាំងការលូតលាស់របស់បាក់តេរីនៅក្នុងមាត់និងការពារការឆ្លងបាក់តេរីដែលបណ្ដាលឲ្យមានបញ្ហាមាត់ថ្មិញទី3ញ៉ាំតែបៃតងម៉ាក់ក៏អាចញ៉ាំតែបៃតងដើម្បីកាត់បន្ថយអាការៈហើមអញ្ចាញថ្មិញការពារការកកើតបាក់តេរីក្នុងមាត់និងការកកកំណកកំបោរជាប់ថ្មិញទី4ញ៉ាំអាហារសម្បូរវីតាមីន C ម៉ាក់អាចញ៉ាំអាហារសម្បូរវីតាមីន C ដូចជាផ្លែឈើអំបូរក្រូចតបែកស្ពៃក្តោបប្រូកូលីជាដើមព្រោះវីតាមីន C អាចកម្ចាត់បាក់តេរីជួយឲ្យអញ្ចាញថ្មិញម៉ាក់មានសុខភាពល្អហើយអាចការពារការហើមនិងឈាមអញ្ចាញថ្មិញដែរទី5ញ៉ាំអាហារសម្បូរកាល់ស្យូមការញ៉ាំអាហារសម្បូរកាល់ស្យូមដូចជាទឹកដោះគោបន្លែស្លឹកបៃតងគ្រាប់ល្ងនិងសណ្តែកជាដើមអាចជួយឲ្យថ្មិញនិងអញ្ចាញថ្មិញម៉ាក់មានសុខភាពល្អការពារការហើមនិងរលាកអញ្ចាញថ្មិញទី6ផ្លែឈើដុះថ្មិញមានសរសៃទន់ម៉ាក់គួរជ្រើសជ្រះដុសថ្មិញដែលមានសរសៃជ្រះទន់មកដុសថ្មិញព្រោះជ្រះប្រភេទនេះអាចសម្អាតថ្មិញហើយនិងអញ្ចាញថ្មិញដោយមិនបង្កឲ្យអញ្ចាញថ្មិញឈឺអត់ងាយបណ្ដាលឲ្យម៉ាក់ឈាមអញ្ចាញថ្មិញដោយជ្រះដុសថ្មិញដែលមានសរសៃហឹងឯងទី7កុំជក់បរិយការជក់បរិយមិនធម្មតាធ្វើឲ្យម៉ាក់លាកចាញ់ថ្មិញទេថែមទាំងធ្វើឲ្យម៉ាក់មានក្លិនមាត់និងប៉ះពាល់ដល់សុខភាពម៉ាក់ហើយនិងកូនក្នុងផ្ទៃដែរទី8កាត់បន្ថយជាតិស្ករម៉ាក់គួរកាត់បន្ថយការញ៉ាំអាហារមានជាតិស្ករខ្ពស់ដូចជាទឹកក្រូចនំផ្អែមបង្អែមហើយនិងស្ករគ្រាប់ជាដើមព្រោះអាហារទាំងអស់ហ្នឹងអាចបង្កើនបាក់តេរីក្នុងមាត់ធ្វើឲ្យថ្មិញជាប់កំណកកំបោរដែលបង្កឲ្យអញ្ចាញថ្មិញងាយរលាកទី9ប្រើទឹកខ្ពុលមាត់ការខ្ពុលមាត់ជាមួយនឹងទឹកខ្ពុលមាត់ក៏អាចជួយកម្ចាត់បាក់តេរីហើយនិងប្រសាបជាតិអាស៊ីតក្នុងមាត់ដែរម៉ាក់គួរជ្រើសរើសទឹកខ្ពុលមាត់ដែលមានផ្ទុកសារធាតុ fluoride ថ្នាំសម្លាប់មេរោគនិងគ្មានជាតិអាល់កុលព្រោះជាតិអាល់កុលអាចធ្វើឲ្យមាត់ម៉ាក់ស្ងួតម្យ៉ាងទៀតក៏ជាថ្នាំសម្លាប់មេរោគដែលអាចកម្ចាត់បាក់តេរីដែលបង្កឲ្យមានកំណកកំបោរជាប់ថ្មិញទី10ដុសថ្មិញហើយនិងតាក់ថ្មិញម៉ាក់គួរដុសថ្មិញហើយនិងតាក់ថ្មិញយ៉ាងហោចណាស់2ដងក្នុងមួយថ្ងៃដើម្បីកម្ចាត់បាក់តេរីក្នុងមាត់និងនៅចន្លោះថ្មិញកាត់បន្ថយនិងព្យាបាលអាការៈរលាកអញ្ចាញថ្មិញហើយពេលដុសថ្មិញម៉ាក់ក៏គួរតែសម្អាតអណ្ដាតរបស់ខ្លួនឯងឲ្យបានស្អាតល្អដែរបើសិនបើមានអាការៈឈាមអញ្ចាញថ្មិញរបស់ម៉ាក់មានអមជាមួយនឹងការឈឺចាប់ឈឺថ្មិញមានក្លិនមាត់ឬអង្គើថ្មិញម៉ាក់គួរតែទៅជួបនឹងគ្រូពេទ្យ